ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះយើងមករៀនចាក់ជាមួយនឹងការ៉េមសម្រាប់ជួរទី1យើងធ្វើ magic ring ហើយយើងចាក់ជាមួយនឹង single crochet ចំនួន6ចូលមកដល់ជួរទី2យើងចាក់ increase INC នេះគឺចំនួន1ជុំអញ្ចឹងនៅក្នុងមួយប្រឡោះយើងចាក់2មកប្រឡោះចាក់2មកប្រឡោះចាក់2ជួរទី3យើងចាក់ single crochet 1និង increase 1ឲ្យបាន1ជុំមួយប្រឡោះ1មួយប្រឡោះ2ជួរទី4ជើងចាក់2 single crochet និង increase សម្រាប់2 single crochet មានន័យថា1ប្រឡោះ1 1ប្រឡោះ1 1ប្រឡោះទៀតគឺ2 1 1 2ជួរទី5ចាក់10 single crochet រួច decrease មានន័យថា1ប្រឡោះ1ហ្នឹងឲ្យបានគ្រប់10ប្រឡោះបន្ទាប់មកយើងចាក់បង្រួមចំណែកឯជួរទី6ដល់ជួរទី7យើងចាក់ single crochet ជុំវិញសុទ្ធតែម្ដងមានន័យថាក្នុងមួយជួរគឺ22 single crochet ចូលមកជួរទី8គឺយើងចាក់ផ្នែកសរសៃបោះតែម្ខាងទេគឺផ្នែកខាងមុខហើយយើងចាក់ជាមួយនឹង slip stick ហ្នឹងគឺមានន័យថាចាក់បិទមុខហើយបានចាក់ជាមួយកតុយកតមួយចាក់បែបនេះរហូតបានមួយជុំអ្នកទាំងគ្នាអាចមើលបានមួយឥឡូវនេះយើងចប់ជាមួយនឹងជុំទី8ហើយយើងធ្វើការកាត់ខ្សែអំបោះចឹងហើយបដូរជាមួយនឹងពណ៌ថ្មីចាពណ៌ទូខ្លួនរបស់ក្រែមចូលជួរទី9គឺយើងចាក់ផ្នែកសរសៃផ្នែកខាងក្រោយវិញម្ដងយើងចាក់9 SC 9 single crochet បន្ទាប់មកធ្វើការបង្រួមចឹងចាក់គ្រប់9ប្រឡោះហើយបានយើងបង្រួមម្ដងចំណែកឯជួរទី10ដល់ជួរទី16មានន័យថាយើងចាក់ដេញចុះជួរទី10យើងចាក់8 single crochet ហើយបានព្រមជួរទី11 7 single crochet ហើយព្រមយើងចាក់8 7 6 5 4 3 2នឹងរហូតដល់ស្វិចនៅខាងគូតហើយបានយើងធ្វើការដេរភ្ជាប់នៅខាងចុងបញ្ចប់នៅពេលដែលយើងចាក់ចិត្តចង់បញ្ចប់រួមហើយយើងញាត់សម្លៃដើម្បីឲ្យបានពេញទៅលើដងក្រែមរបស់យើងឲ្យប៉ោងស្អាតហើយចាំយើងចាក់បន្តជួររបស់យើងរហូតដល់ជួរទី16
បន្ទាប់មកយើងយកមកចូល model បែបនេះហើយទាញឲ្យតឹងដើម្បីរួមចិត្តបិទមុខចិត្តស្អាតឥឡូវនេះយើងបានតួខ្លួនទាំងក្បាលលើនិងដងខ្លួនហើយយើងចាប់ផ្ដើមចាក់ជាមួយនឹងគ្រីម strawberry សម្រាប់គ្រីមអ្នកទាំងអស់គ្នាយកគ្រីមពណ៌ដោះគោក៏បានគ្រីមពណ៌ strawberry ក៏បានពណ៌ម៉ាឆាក៏បានអញ្ចឹងយើងចាក់ជាមួយនឹង magic ring មួយហើយ6 single crochet នៅក្នុងហ្នឹងបន្ទាប់មកយើងចាក់ឡើងជាមួយនឹងកន្ទុយកតចំនួន6ហើយយើងចាក់ជាមួយនឹង slip stick បិទមុខនឹងចំនួន5នៅក្នុងកន្ទុយកត6នឹងមានន័យថាកន្ទុយកត6យើងវត្តមកម្លងមួយហើយមានយើងចាក់បិទមុខនឹងចំនួនតែ5មេហើយឲ្យបានចំនួន6ផ្នែកមាន6ដងហើយបន្តដេកជាមួយនឹងអំបោះពណ៌ក្រហមនេះយើងធ្វើជាលក្ខណៈដេកបតកពីលើដូចជាចំណិត strawberry ក៏បានឬក៏ជាប្រភេទ cream strawberry ក្រហមនឹងយើងបតកពីលើយើងចាក់ជាមួយនឹង magic ring មួយឬក៏ដល់3ហើយចាក់6 អាន finish នឹងdouble crochet នេះមានន័យថាយើងទាញវត្តហើយយើងអត់តន់វត្តអស់ហើយបានយើងធ្វើការលូកម្ដងទៀតហើយយើងវត្តម្ដងទៀតទុកនៅសល់2 1វត្ត1ទុក2គ្រប់6ហើយចាំយើងវត្តសរុបចាអានេះយើងធ្វើ decor នៅផ្នែកខាងលើហើយចាប់ផ្ដើមយើងធ្វើការផ្គុំចូលគ្នាយើងអាចចាក់មកចូលដូចខ្ញុំចេះក៏បានឬក៏បិទជាមួយនឹងកាវហ្មងក៏បានដែរបើបិទកាវលឿនហ្មងចាឥឡូវនេះយើងបានបញ្ចប់ហើយអរគុណសម្រាប់បងប្អូនតាមដានទស្សនាទាំងអស់គ្នាកុំភ្លេចជួយ Subscribe ផងណា